ហើយតើកាលណាស្រុកកើតកលយុគជនឆ្លៀតឱកាសមានច្រើនមិនដឹងតែគ្នាគេមិនដឹងតែគ្នាយើងទេគេហៅថាឥឡូវត្រូវកើតសង្គ្រាមត្រូវជំលះចេញនរណានៅមើលផ្ទះយើងហ្នឹងហើយអញ្ចឹងមិនចាំបាច់តែខ្មាំងខាងក្រៅមកលួចទេរបស់របរក្នុងផ្ទះហ្នឹងមនុស្សអត់នោះបន្លំខ្លួនហើយចោតដាក់តែខ្មាំងទៅអាហ្នឹងអានេះវាអញ្ចឹងស្រុកណាដូចស្រុកណាចឹងកុំសាទរឲ្យមានសង្គ្រាមអីបងប្អូនទោះបីយើងបណ្ដោះគំនិតស្នេហាជាតិគឺថាយើងស្នេហាជាតិស្រឡាញ់ជារបស់យើងការពារអញ្ចឹងទៅប៉ុន្តែយើងមិនស្រឡាញ់សង្គ្រាមទេជឡាមនីខាត់ជំរាបសួរលោកគ្រូថៃខ្មែរឆ្លោះគឺជារឿងនយោបាយមែនទេចាខ្ញុំដឹងមិនច្បាស់ទេអញ្ចឹងខ្ញុំក៏ចេះតែតាមដានព័ត៌មានដូចតបងប្អូនចឹងដែរហ្នឹងហើយខ្ញុំមិនអង្គុយទាយទេថាមកពីអីឬក៏ហេតុនឹងទៅជាយ៉ាងណាខ្ញុំគិតថាអ្នកតែកាន់ការធំខាងលើដឹងជាងយើងហ្នឹងហើយពីព្រោះជាអ្នកកាច់ជើងកូតដោយផ្ទាល់ណាបាទហើយយើងនេះទោះតែឃើញព្រឹត្តិការណ៍ហើយបាននាំគ្នាវិភាគរឿងការវិភាគបែកផ្សែងនឹងដឹងរឿងនេះរឿងនោះញុះគ្នាទៅវិញទៅមកទៅកាន់តែរឿងក្តៅឡើងនឹងអញ្ចឹងខ្ញុំឆ្លើយថាមិនដឹងទេថាជារឿងនយោបាយឬក៏ជារឿងណាចំនួនកើតដោយចៃដន្យឬក៏អីហ្នឹងខ្ញុំមើលមិនយល់ដែរតែដឹងតែមួយយ៉ាងតែកាលណាឆ្លោះគ្នាវាមិនស្រួលហ្នឹងដូចជាប្រហែលថ្ងៃនេះខ្ញុំតាក់ទងទៅអ្នកដែលត្រូវតាក់ទងទៅសាច់ញាតិហ្នឹងពិបាកតាក់ទងថាប្រព័ន្ធអ៊ីនធឺណិតខ្លះมันដំណើរការអីចឹងណាឃើញវាត្រូវតែមានការប៉ះពាល់ខ្លះមិនខាននឹងហើយប៉ះពាល់នេះវាមិនមែនប៉ះពាល់តែមួយខាងទេវាត្រូវតែប៉ះពាល់ទាំងសងខាងខ្សាច់ទឹកដាក់គ្នាហើយសម័យនេះវាពាក្យថាសង្គ្រាមវាមិនមែនសង្គ្រាមទៅចុងអាវុធទេសេដ្ឋកិច្ចក៏ឈ្មោះថាសង្គ្រាមដែរហើយតើកាលណាបិទច្រកចេញចូលអីចឹងទៅវាមិនមែនស្ទះតែខ្មែរយើងអីថៃហ្នឹងក៏ស្ទះដែរហ្នឹងហើយប្រជាជនដែលរស់ស្របតាមព្រំដែនហ្នឹងគឺថាអាស្រ័យផលគ្នាទៅវិញទៅមកហ្នឹងហើយវាមិនមែនទេបិទចឹងទៅឈឺតែប្រជាពលរដ្ឋខ្មែរយើងប្រទេសយើងវាក្រជាងគេអីប៉ុណ្ណឹងអត់ទេតាមដែលគិតមើលទៅមើលព័ត៌មានខ្លះទៅប្រជាជនថៃក៏ប៉ះពាល់ដែរព្រោះផលិតផលលក់ឲ្យខ្មែរច្រើនណាហើយកាលណាវាអស់អ្នកទិញក៏វាខាតចឹងដែរហ្នឹងហើយអញ្ចឹងមានតែតាមដានទាំងអស់គ្នាហើយប្រយ័ត្នប្រយែងទាំងអស់គ្នាហើយមានពេលខ្លះយើងកុំញុះឲ្យកើតជាភ្លើងធំហ្នឹងហើយសង្គ្រាមមិនចំណេញហ្នឹងហើយភាពជាអ្នកការពារជាតិហ្នឹងយើងមានសិទ្ធិការពារខ្លួនការពារទឹកដីការពារសិទ្ធិក្នុងការការពារហ្នឹងហើយប៉ុន្តែការដែលយើងញុះឲ្យវាកើតជារឿងធំអាហ្នឹងវាជារឿងមិនល្អទេបាទឧទាហរណ៍ថាកើតសង្គ្រាមត្រូវដឹងថាមួយគ្រាប់ដែលបាញ់ចេញសិតតែលុយមិនគ្រាប់កភ្លើងជប់បានទេណាហ្នឹងហើយលុយយកពីណាទៅយកទៅពីយើងទាំងអស់គ្នាហ្នឹងយើងត្រូវបងពុនជូនរដ្ឋដើម្បីរដ្ឋហ្នឹងបានយុទ្ធោបករណ៍ហ្នឹងយកទៅការពារជាតិយកទៅច្បាំងយកទៅអីហ្នឹងហើយកុំសបាយឃើញភាពជឿចាប់មួយខាងម្នាក់ហ្នឹងហើយបើខ្មែរនៅថៃឬក៏ថៃចេះស្ដាប់ខ្មែរខ្ញុំនិយាយទៅកាន់ថៃអ្នកស្នេហាជាតិអីផងថាសង្គ្រាមមិនចំណេញទេហ្នឹងហើយវាប៉ះពាល់តែសងខាងហ្នឹងឯងព្រៃបើថាប្រទេសមានការរីកចម្រើនតិចច្រើនខុសគ្នាអីយ៉ាងណាប៉ុន្តែពាក្យថាភូមិផងលបងជាមួយតែធ្វើឲ្យមួយខាងក្តៅអាហ្នឹងវារស់មិនស្រួលហ្នឹងហើយហើយយើងជាអ្នកកាន់ពុទ្ធសាសនាដូចគ្នាទៀតនឹកឃើញរឿងដែលកាលស្ដេចពីនគរនោះ
វិញ្ញាណទាំងសងខាងឆ្លោះគ្នាព្រោះតែរឿងទឹកដាក់ស្រែនោះអាហ្នឹងយើងអ្នកកាន់ពុទ្ធសាសនាដូចគ្នាស្ដាប់ទៅយល់គ្នាអាហ្នឹងមានសម្ដែងក្នុងពុទ្ធសាសនារឿងបន្តិចបន្តួចដល់ពេលដែលទឹកនឹងវាតិចម្ខាងដួសដាក់ទៅម្ខាងទៀតចំណែនចឹងទៅមួយក៏វៃមួយទៅគឺចាប់ពីអ្នកបំរើតូចតាចទៅនឹងឆ្លោះគ្នាទៅដល់មេកយក៏ឆ្លោះគ្នាទៅដល់ទាហានរៀងខ្លួនក៏ឆ្លោះគ្នាហ្នឹងហើយការដែលរាយការណ៍ហ្នឹងវាចិត្តតែបំផ្លាស់បំប៉ោងអុចបន្ថែមទៅធ្វើឲ្យស្ដេចហ្នឹងលើកតបមករកច្បាំងគ្នាទាំងពីរនគរដែលមានស្ទឹងដូចជាស្ទឹងរោហេនីហ្នឹងឯងខ្ញុំចាំច្រឡំជួយប្រាប់ផងគិតថាម្ខាងមើងងាយម្ខាងមើងងាយម្ខាងអញ្ចឹងទៅរកច្បាំងគ្នាហើយព្រះមានភិក្ខព្រះអង្គទៅទ្រង់ប្រថាប់កណ្ដាលស្ទឹងនឹងលើអាកាសកណ្ដាលស្ទឹងនឹងឯងចឹងទៅបានព្រះអង្គទ្រង់សួរសំណួរថាមហារាជតើទឹកនឹងមានតម្លៃប្រមាណទឹកដែលដងលើសខ្វះគ្នាបង្ហូរលើសខ្វះគ្នានឹងមានតម្លៃប្រមាណថាមិនមានតម្លៃប្រមាណទេតិចតួចចុះជីវិតរបស់ក្សត្រទាំងសងខាងនឹងមានតម្លៃប្រមាណបើកាត់ថ្លៃណាជីវិតយើងថ្លៃណាមិនមានអីទិញដូរបានទេចឹងទៅព្រះអង្គសួរថាតើគូឬដែលយកជីវិតដែលមានតម្លៃកាត់ថ្លៃមិនបានមកឲ្យស្លាប់ព្រោះតែរបស់មិនសូវមានតម្លៃឃើញទេស្ដេចទាំងពីរនគរហ្នឹងក៏ស្រោះស្រួលគ្នាវិញទៅហើយចែកទឹកគ្នាតាមធម្មតាហ្នឹងហើយចឹងវាមានតែការមិនឆ្លោះគ្នាទេតែមានឱកាសក្នុងការប្រកបជីវភាពកិច្ចការងារចិញ្ចឹមជីវិតហ្នឹងបានប្រសើរបើទោះជាមិនមានមិនបានអីក៏វាមិនជំលះមិនរត់ចោលផ្ទះមិនអាសន្នប្រកាសអាសន្នណាហើយតើកាលណាស្រុកកើតកលយុគជនឆ្លៀតឱកាសមានច្រើនមិនដឹងតែគ្នាគេមិនដឹងតែគ្នាយើងទេគេហៅថាឥឡូវត្រូវកើតសង្គ្រាមត្រូវជំលះចេញនរណានៅមើលផ្ទះយើងហ្នឹងហើយអញ្ចឹងមិនចាំបាច់តែខ្មាំងខាងក្រៅមកលួចទេរបស់របរក្នុងផ្ទះហ្នឹងមនុស្សអត់ប្រឡំខ្លួនហើយចោតដាក់តែខ្មាំងទៅអានេះវាអញ្ចឹងស្រុកណាដូចស្រុកណាអញ្ចឹងកុំសាទរឲ្យមានសង្គ្រាមអីបងប្អូនទោះបីយើងបណ្ដោះគំនិតស្នេហាជាតិគឺថាយើងស្នេហាជាតិស្រឡាញ់ជារបស់យើងការពារអញ្ចឹងទៅប៉ុន្តែយើងមិនស្រឡាញ់សង្គ្រាមទេមើលដូចនៅយូក្រែនបងអូសកាឡាមកដល់រាល់ថ្ងៃហ្នឹងយើងមើលច្បាំងសឹងតែជាពាក់អាមេរិកមកជំហៀងប្រទេសទៅហើយរាល់ថ្ងៃក្របដែលយកមកបាញ់ដូចខ្ញុំនិយាយអញ្ចឹងក្របដែលយកមកបាញ់មិនមែនជុកចេញទេក្របកាន់តែធំអាវុធកាន់តែធំតម្លៃកាន់តែថ្លៃបាច់អទេយើងមានកំភ្លើងធំមានតុការពារប្រទេសអីទេអាហ្នឹងវាចាំបាច់ប្រើអាហ្នឹងដឹងមិនទេប៉ុន្តែការដែលយើងយកកំហឹងមកជះឲ្យខឹងអាហ្នឹងរឿងផ្សេងមួយទៀតអញ្ចឹងណាហើយម្យ៉ាងទៀតចាត់ទុកថារដ្ឋយើងឆ្លាតដែរដោយសារយើងមានការប្តឹងទៅអង្គការបេតិកភណ្ឌពិភពលោកហ្នឹងហើយប្រាសាទបុរាណហ្នឹងគឺពិភពលោកស្គាល់ហើយយើងវាមានណាស់នៅលើអន្តរជាតិច្រើនដែរហ្នឹងហើយដូចជាប្រាសាទព្រះវិហារអីហ្នឹងក៏បានចុះបេតិកភណ្ឌពិភពលោកហើយគេក៏បានដឹងថាវាជាកម្មសិទ្ធិរបស់ប្រទេសណារួចទៅហើយហ្នឹងហើយអញ្ចឹងយើងមានសិទ្ធិការពារប៉ុន្តែការការពារនិងបច្ចេកហ្នឹងវាផ្សេងគ្នាណាហ្នឹងហើយអញ្ចឹងខ្ញុំឆ្លើយថាខ្ញុំមិនដឹងទេសំណួរហ្នឹងខ្ញុំក៏តាមដានតែព្រឹត្តិការណ៍ដូចតែបងប្អូនយើងអញ្ចឹងដែរ
តែការសង្គ្រាមវាមិនមែនយ៉ាប់តែមួយខាងទេវាយ៉ាប់ទាំងសងខាងហ្នឹងអាវុធសិតតែអាចផ្ដាច់ផ្ដាល់ជីវិតតែបាញ់ចំហើយគ្មានស្លាប់តែទាហានទេកូនងាយអីក៏ស្លាប់ដែរយើងសម័យមើលបើសិនជាឌុងដាំងទៅប្រហែលខេត្តដែលជាប់ព្រំដែននោះមិនត្រូវជំលះមិនត្រូវរត់ហ្នឹងហើយរត់ហើយត្រូវក្របផ្លោងត្រូវអីទៅវាខ្ទេចផ្ទះខ្ទេចសបែងទៅយើងកសាងប្រហែល10ឆ្នាំទៀតមានអឺជំនួយឯណាមកធ្វើឲ្យយើងបានផ្ទះនៅដូចប្រកដីដែលយើងខំកសាងមក20-30ឆ្នាំក្រោយសង្គ្រាមចប់នេះណាហ្នឹងហើយទោះជាអង្គការពិភពលោកចុះមកជួយហ្នឹងគេជួយដល់យើងគ្រាអំណត់អត់ឃ្លានបោះតង់អីទិញទួចឆ្នាំសកូវអីម្ហូបអាហារគ្រាអាសន្នអីទិញទួចមានពីណាយកផ្ទះរាប់ម៉ឺនដុល្លារលុយរាប់ម៉ឺនដុល្លារមកធ្វើផ្ទះឲ្យយើងវិញទេប៉ុណ្ណឹងហើយយើងតាមដានទាំងអស់គ្នាប្រយ័ត្នប្រយែងទាំងអស់គ្នាបងប្អូនខ្ញុំក៏ព្រួយបារម្ភពីបងប្អូនយើងទាំងអស់គ្នាបាទ